ជំរាបសួរនាងខ្ញុំមជ្ឈបណ្ឌិតលីសូនីនាងខ្ញុំគឺជាគ្រូពេទ្យឯកទេសផ្នែកកុមារថ្ងៃនេះខ្ញុំសូមលើកយកពីការយល់ខុសរបស់ឪពុកម្ដាយទាំង5យ៉ាងទាក់ទងជាមួយនឹងជំងឺរលាកក្រពះពោះវៀនការយល់ខុសទី1ការយល់ខុសទី1គឺនៅពេលដែលកូនរបស់គាត់មានបញ្ហារាគគឺគាត់បញ្ឈប់ការបើឬក៏បញ្ឈប់ការផ្ដល់ចំណីអាហារទៅដល់កូនការយល់បែបនេះគឺមិនត្រឹមត្រូវទេយើងមិនត្រូវបញ្ឈប់ការបើឬមួយក៏ការផ្ដល់ចំណីទៅដល់កូនទេប៉ុន្តែយើងត្រូវប្រយ័ត្នចំពោះចំណីអាហារដែលផ្ដល់ទៅឲ្យគាត់អ្វីដែលយើងត្រូវធ្វើជំនួសនោះគឺបន្តផ្ដល់អាហារស្រាលផ្ដល់តិចប៉ុន្តែច្រើនដងអាហារដែលងាយរំលាយដូចជាចេកដូចជាបបរឬមួយក៏ទឹកស៊ុបសម្រាប់ទារកដែលបើទឹកដោះម្ដាយគឺត្រូវបន្តបើទឹកដោះម្ដាយជៀសវាងអាហារដែលធ្វើឲ្យ irritate ទៅដល់ក្រពះពោះវៀនកាន់តែខ្លាំងឡើងដូចជាអាហារចៀនអាហារហឹរឬមួយក៏អាហារមានជាតិខ្លាញ់ច្រើនហើយបើសិនជាយើងសង្ស័យថាកូនមានបញ្ហា lactose intolerant គឺយើងត្រូវផ្អាកទឹកដោះគោដែលគាត់ញ៉ាំនឹងឲ្យញ៉ាំទឹកដោះគោដែលអត់មានជាតិស្ករ lactose សិនព្យាយាមផ្ដល់ទឹកឲ្យបានគ្រប់គ្រាន់តាមលទ្ធភាពដែលអាចធ្វើបានព្រោះពេលដែលគាត់រាកខ្លាំងហ្នឹងគឺគាត់អាចបាត់បង់ជាតិទឹកតាមលំមួកច្រើនកំហុសទី2គឺត្រូវតែប្រើថ្នាំសាសដើម្បីបញ្ឈប់ការរាកតាមពិតរាកនៅលើកូនក្មេងភាគច្រើនមកពីពួកមេរោគវីរុសទេអញ្ចឹងគឺអត់ចាំបាច់ត្រូវការប្រើថ្នាំសាសទេថ្នាំសាសខ្លះគឺវាធ្វើឲ្យវាកាន់តែធ្ងន់ជាងមុនហើយនឹងមានផលប៉ះពាល់ទេកំហុសទី3គឺទឹក Oralit គឺស្រូហ្នឹងគឺ oral rehydration cell ហ្នឹងគឺត្រូវការប្រើតែលើកុមារដែលគាត់ឈឺខ្លាំងតាមពិតការផ្ដល់ទឹកតាមមាត់ហ្នឹងគួរតែបានចាប់ផ្ដើមឲ្យបានឆាប់តាំងពីក្មេងដែលគាត់ចាប់ផ្ដើមរាកដំបូងដើម្បីការពារការខ្វះជាតិទឹកមិនមែនបន្ទាប់ពីវាធ្ងន់ធ្ងរនោះទេកំហុសទី4បើសិនជាមិនមានក្តៅខ្លួនបើសិនជាមិនមានក្អួតមានតែរាកវាមិនមែនជារឿងធ្ងន់ធ្ងរនេះមិនត្រឹមត្រូវទេទោះបីជាអត់មានក្តៅខ្លួនឬមួយក៏អត់មានក្អួតក៏ដោយប៉ុន្តែបើសិនជារាកនឹងរយៈពេលយូរហើយនឹងរាកនឹងមានកម្រិតខ្លាំងពេកក៏វាអាចឲ្យមានជាសញ្ញានៃការខ្វះជាតិទឹកដែរត្រូវតាមដានមើលសញ្ញានៃការខ្វះជាតិទឹករបស់កូនមើលទឹកនោមមើលសញ្ញាមាត់ស្ងួតឬមួយក៏សន្លឹមល្ងៀមនឹងក្រែងកូនមានបញ្ហាខ្វះជាតិទឹកខ្លាំងកំហុសទី5គឺនៅពេលដែលកូនមានបញ្ហារាកគឺពុកម្ដាយគឺចង់ឲ្យកូនបាត់រាកភ្លាមតាមពិតរាកគឺជាវិធីសាស្ត្ររបស់រាងកាយរបស់យើងដើម្បីបញ្ចេញមេរោគចេញមកក្រៅថ្នាំរាកខ្លះគឺមានប្រយោជន៍ប៉ុន្តែថ្នាំរាកខ្លះគឺផ្ដល់ប៉ះពាល់អាចពជាពេលនៃការឈឺហើយធ្វើឲ្យប៉ះពាល់ថែមទៀតពួកឡូពេរ៉ាមីតពួកថ្នាំពណ៌បៃតងទូចហ្នឹងវាពណ៌ស្លែតូចហ្នឹងគឺវាជួយឲ្យបាត់រាកប៉ុន្តែបើសិនជាកូនមានបញ្ហារាកដោយសារពួកមេរោគបាក់តេរីគឺវាធ្វើឲ្យមេរោគហ្នឹងគឺចាល់នៅក្នុងពោះវៀនកាន់តែខ្លាំងថែមទៀតអញ្ចឹងដែលធ្វើឲ្យវាមានស្ទះមេរោគក្នុងពោះវៀនយ៉ាងទៀតការប្រើថ្នាំដែលទប់រាកនៅក្នុងកម្រិតខ្លាំងពេកហ្នឹងគឺវាអាចធ្វើឲ្យមានបញ្ហានៃការស្ទះពោះវៀនដែលស្ដែងជាការក្អួតខ្លាំងឬមួយក៏ហើមពោះអត់ជុះខ្ញុំតែងតែប្រាប់អ្នកជំងឺផងខ្ញុំថារាកគ្រាន់តែជាសញ្ញានៃដែលវាបាត់ក្រោយគេឯងពេលដែលពោះវៀនអន់រលាករោគសញ្ញានៃការរាកនឹងបាត់ទៅវិញឯងហើយអញ្ចឹងយើងកុំបង្ខំឲ្យវាបាត់រាកភ្លាម